Why you are so lazy? Students, stop being lazy. If you're lazy every day, your future is already in danger. My student says, Teacher, I want success, but they wake up late, scroll phones, and waste their time. Being lazy is not your personality, it's your habit. Now I have 3 ways to fix it for you. 1. Wake up early, even if you don't ខឹមថាបងប្អូនទាំងអស់គ្នាឈប់ខ្ជិលជាពិសេសបងប្អូនដែលតែងតែល្អទាំហេតុអីបានជាខ្ញុំរៀនមិនចេះហើយស្ដាប់លោកគ្រូបញ្យល់មិនយល់មូលហេតុដោយសារបងប្អូនអត់យកចិត្តទុកដាក់ទៅលើទម្លាប់ខ្លួនឯងអញ្ចឹងទម្លាប់ខ្លួនឯងនេះគឺសំខាន់ណាស់ទី1ដែលចង់ឲ្យទាំងអស់គ្នាត្រូវរៀនភ្ញាក់ពីព្រឹកព្រលឹមហើយកាន់សៀវភៅរៀនរំលឹកមេរៀនដែលគ្រូបង្រៀនទី2យើងគិតថាថ្ងៃនេះយើងធ្វើអ្វីយើងចាប់ផ្ដើមធ្វើការងារណាដែលសំខាន់ដំបូងគេជាធ្វើនេះជារៀងរាល់ថ្ងៃនោះទម្លាប់យើងនឹងកែប្រែហើយនឹងបានល្អទី3កាត់បន្ថយការប្រើប្រាស់ទូរស័ព្ទច្រើនពីព្រោះយើងឃើញថាបងប្អូនប្រើទូរស័ព្ទច្រើនប៉ះពាល់លើការសិក្សាដោយបងប្អូនមួយនេះក៏បានទទួលជោគជ័យត្រូវបានសាលាចាត់តាំងជាប្រធានក្រុមប្រឹក្សាយុវជនដោយសារគាត់មានជំនាញចេះហើយឆ្លាតហើយឧស្សាហ៍ព្យាយាមក្នុងការដឹកនាំក្រុមហើយត្រូវបានចាត់តាំងជាគ្រូបង្រៀនផ្នែកភាសាអង់គ្លេសបន្ថែមទៀតអញ្ចឹងមានតែការប្រឹងប្រែងការលុតដំវិន័យទម្លាប់ភ្ញាក់ពីព្រលឹមកាន់សៀវភៅជាងកាន់ទូរស័ព្ទហើយនឹងបន្តភាពក្លាហានការទំនាក់ទំនងបានល្អមានការរាប់អានពីមិត្តភ័ក្តិល្អគ្រូលើកទឹកចិត្តអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយកចិត្តទុកដាក់ហើយដើម្បីកសាងអនាគតក្លាយជាយុវជនធនធានមនុស្សដ៏ល្អក្នុងការដឹកនាំចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិសូមអរគុណ